Okay សួស្តីខ្ញុំកម្ពុជាទូទៅអនឡាញសូមស្វាគមន៍ជាថ្មីម្ដងទៀតអូខេថ្ងៃនេះខ្ញុំមានវីដេអូថ្មីមកចែករំលែកដល់អ្នកទាំងអស់គ្នាគឺរបៀបនៃការកំណត់ IP address ណាឬក៏ការ assign IP address ទៅឲ្យ network card របស់យើងដោយធ្វើនេះយើងធ្វើនៅលើប្រភេទប្រព័ន្ធប្រតិបត្តិការ Linux គឺ CentOS បាទ CentOS stream ចំនួនទី10ណាបាទអូខេអញ្ចឹងឥឡូវនេះសន្មតថាយើងមាន Linux ចំនួន2បាទខ្ញុំមាន Linux ចំនួន2 Linux ទី1ខ្ញុំនឹងធ្វើការ assign IP 192.168.1.1 បាទ subnet mask 24និងម៉ាស៊ីន Linux ទី2ខ្ញុំនឹងធ្វើការ assign IP address ឲ្យ 192.168.1.2 បាទ /24 អូខេអញ្ចឹងយើងចូលដល់ចំណុចរបស់យើងតែម្ដងទៅអញ្ចឹងឧទាហរណ៍ក្នុងនេះគឺខ្ញុំមាន Linux ចំនួន2គ្រាប់បាទ2គ្រាប់តែឥឡូវខ្ញុំបើកដំណើរការមួយសិនអញ្ចឹងcommand ដែលយើងនឹងប្រើដំបូងនៅក្នុងការកំណត់ IP address នេះគឺយើងអាចប្រើ command ifconfig ដើម្បី check មើលថាតើម៉ាស៊ីនរបស់យើងបាទទទួលបានមាន network card ប្រមាណឈ្មោះអីខ្លះហើយនឹង IP ប្រមាណអញ្ចឹង network card របស់ខ្ញុំមាន2គឺ ENP0S3 និង LO បាទ LO ដែលយើងដឹងហើយថា LO គឺជា loopback អញ្ចឹងយើងអត់ចាំបាច់ខ្វល់ពីវាទេយើងមកសិក្សាអំពី ENP0S3 ដែលជា network card សម្រាប់ connection ទៅខាងក្រៅបាទអូខេអញ្ចឹងវាមាន IP ស្រាប់របស់វានេះ 192.168 នេះគឺវាបានពី DHCP បាទដែលខ្ញុំបានភ្ជាប់ទៅ Wi-Fi អីផ្សេងៗអញ្ចឹងទៅបាទអញ្ចឹងឥឡូវខ្ញុំធ្វើការកំណត់ព្រោះជា default របស់ CentOS វាមិនថា CentOS ទេគ្រប់ប្រភេទ OS ទាំងអស់ជា default គឺវា assign IP ដោយស្វ័យប្រវត្តិបាទ dynamic ពី DHCP អញ្ចឹងពេលនេះយើងធ្វើការ configure ជា static វិញណាបាទតាមបម្រាប់របស់យើងគឺ 192.168.1.1 អូខេបាទ 1.1 គឺនេះពេលតាអញ្ចឹងយើងនឹងចាប់ផ្ដើមដូរកំណត់តំណទៅអញ្ចឹងយើងនឹងចូលទៅកាន់ទីតាំងវាសិនទីតាំងដែលផ្ទុកនៅ store នៅ file ដែលជាព័ត៌មានរបស់ network card យើងគឺមានទីតាំងនៅក្នុងទីតាំងមួយរបស់ system អញ្ចឹងយើងឬទី1យើងត្រូវមើលឈ្មោះរបស់ network card យើងសិនបាទដែលយើងត្រូវធ្វើការជាមួយវាគឺ ENP0S3 បាទនេះជាឈ្មោះ network card ដែលយើងនឹងធ្វើការជាមួយវាបាទអញ្ចឹងខ្ញុំចូលទៅកាន់ទីតាំងដែល store នៅទិន្នន័យរបស់ network card យើងសិនគឺនៅក្នុង system root បាទ etc network manager បាទនៅក្នុង directory មួយទៀតគឺ system config សំដៅ system connection បាទចឹងដល់ពេលយើងចូលក្នុងនេះយើងអាច ls មើលទៅតើនៅក្នុង directory មួយនេះមាន file អីគេខ្លះបាទអញ្ចឹងក្នុងនេះមាន file តែមួយទេដោយសារតែ network card របស់យើងមានតែមួយគ្រាប់បាទអញ្ចឹងបើសិនជាមាន 2-3 គ្រាប់យើងនឹងមាន file 2-3 ផ្សេងទៀតណាបាទដែលផ្ទុកព័ត៌មានរបស់ network card នីមួយៗអញ្ចឹង network card ខ្ញុំឈ្មោះ ENP0S3 អញ្ចឹង file នេះហើយជា file ដែលផ្ទុកព័ត៌មានរបស់ network card ខ្ញុំ ENP0S3.nm connection អញ្ចឹងដើម្បីបើក file នេះធ្វើការកែប្រែបានយើងប្រើ command text editor មួយណាក៏បានដែរដូចជា v ក៏បានឬ nano ក៏បានដែរអញ្ចឹងខ្ញុំប្រើប្រាស់ v អញ្ចឹងយើងដាក់ឈ្មោះ file របស់យើងទៅ ENP0S3.nm connection យើង enter មកដើម្បីបើក file បាទអញ្ចឹង file នេះគឺ default របស់វាគឺបែបនេះបាទដែលក្នុងនេះយើងមានជាព័ត៌មានផ្សេងៗរបស់ network card ដូចជាឈ្មោះ ID និងប្រភេទរបស់វាផ្សេងៗបាទនៅក្នុងនេះយើងនឹងធ្វើការងារនៅក្នុង block IP version 4បើសិនជាយើងចង់ធ្វើការងារក្នុង block IP version 6យើងធ្វើក្នុងនេះបើសិនធ្វើការងារលើកំណត់ IP version 4គឺយើងកំណត់នៅក្នុង block នេះបាទអូខេតោះអញ្ចឹងយើងធ្វើការកែប្រែយើងណាបាទយើងប្រើ shift i ដើម្បី edit បានបាទយើងបន្ថែម script មួយជួរទៀតសម្រាប់កំណត់ IP address ឲ្យ network card របស់យើងគឺចុះបន្ទាត់នៅក្នុង block ហ្នឹងមកបាទ address ស្មើហ្នឹងយើងកំណត់ IP ដែលយើងចង់បាទដាក់មកគឺតាមបម្រាប់របស់យើងគឺ 192.168.1.1 បាទ /24 គឺជា subnet បាទអញ្ចឹងប៉ុណ្ណឹងរួចរាល់ដល់ពេលយើងចង់កំណត់ gateway DNS យើងអាចកំណត់នៅផ្នែកខាងក្រៅបន្តទៀតបានណាបាទតែឥឡូវតារបម្រាប់របស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងដើម្បីឲ្យការកែប្រែយើងមានប្រសិទ្ធភាពយើងអាចចុច escape ហើយចុចពី review queue ណាដើម្បី save ហើយចាក់ចេញ
ចឹងរាល់ការកែប្រែ file network card របស់យើងគឺយើងត្រូវប្រើ command ចំនួន 3 ទៀតដើម្បី restart network switch ឲ្យវាដំណើរការហើយខ្ញុំអាច CD ចេញមកក្រៅវិញកុំឲ្យវាវែងពេកអូខេយើងអាចប្រើប្រាស់ command nm cli connection và reload ដើម្បីឲ្យវា refresh នៅ network card របស់យើងបន្តមកទៀតយើងអាចប្រើ command មួយទៀតគឺ connection ដូចគ្នា down ដើម្បី disable network card របស់យើង network card របស់យើងឈ្មោះថា EMP 0S 3បាទបន្តមកទៀតយើង enable វាមកវិញបាទ app បាទយើង app ដើម្បី enable network card របស់យើងមកវិញ enter ទៅពេលនេះវាធ្វើការ successfully activated បាទដូច្នេះយើងអាចធ្វើការសាកល្បង check មើល IP របស់យើងតើវាបានផ្លាស់ប្ដូរទៅជា IP ដែលយើងបានកំណត់មិញគឺអត់ enter មកគឺទទួលបាន IP 192.168.1.1 បាទដូចអ្វីដែលយើងចង់បានអូខេតោះឥឡូវយើងនឹងធ្វើការកំណត់ IP មួយទៀតនៅលើម៉ាស៊ីនមួយទៀតហើយម៉ាស៊ីនមួយទៀតគឺមាន IP 192.168.1.2 យើងចម្លាក់នេះសិនមកហើយយើងនឹងធ្វើការ test នៅ connection ជាម៉ាស៊ីនទី2អូខេអញ្ចឹងយើង check មើលសិនថាតើ IP របស់វាប៉ុន្មានគឺ 192.168.1.7 អញ្ចឹងអានោះវាបានពី Wi-Fi របស់ខ្ញុំទេឥឡូវយើងធ្វើការកំណត់ទៅជា 1.2 វិញបាទជា static អូខេតោះអញ្ចឹងដូចគ្នាម៉ាស៊ីនទី2នេះខ្ញុំមិនចូល CD ចូលទេខ្ញុំ VI ចូលតែម្ដងទៅព្រោះយើងស្គាល់ទីតាំងហើយបាទ VI បាទដក system root etc networks manager បាទ system connection សំខាន់គឺយើងត្រូវស្គាល់ឈ្មោះរបស់ network card របស់យើងបាទ network card របស់ខ្ញុំនេះគឺឈ្មោះ ENP 0S3 ដូចគ្នាដែរបាទអញ្ចឹង ENP បាទ 0S3.nm connection អូខេអញ្ចឹងបើកមកដូចគ្នាដែរយើងនឹងធ្វើការកែប្រែនៅក្នុងប្លុក IPv4 បាទខ្ញុំនឹងដូរទៅជា method នេះទៅជា manual បាទហើយចំណែកឯក្នុងនេះខ្ញុំនឹងថែម address បាទ192.168.1.1 បាទ slash អូខេអញ្ចឹងយើងធ្វើការ save ហើយចាក់ចេញដូចនេះសំទោសម៉ាស៊ីននេះគឺយើង IP 1.2 escape ហើយ2 view ក្នុងនេះយើងធ្វើការ refresh ដូចគ្នាគឺ nm cli បាទ dot connection reload ដូចនេះដែរយើងធ្វើការ disable enable network card របស់យើងមកវិញ down save as CLI connection app ពី0 8ចឹងពេលនេះយើងនឹងទទួលបាននៅ IP យើង check មើល IP សិនបាទ AF config អញ្ចឹងយើងនឹងទទួលបាន IP 192.168.1.2 ដើម្បីយើងទទួលបានអូខេអញ្ចឹងយើងសារល្បង test connection គឺ ping ទៅកាន់ server របស់យើង 192.168.1.1 បាទនេះជា IP របស់ server អូខេវាស្គាល់ខ្ញុំសារល្បងត្រឡប់ទៅ server វិញហើយយើងធ្វើការ ping មកកាន់ client វិញម្ដង client របស់យើងគឺ2.168.1.2 បាទស្គាល់ហើយរៀងយឺតបន្តិចមិញបាទអូខេខ្ញុំសូម check ទៅបន្តិចមិញដូចជាកែប្រែព័ត៌មានក្នុង file ខុសហ្នឹងបានលើ server របស់យើងទោះបីជាវាដើរមែនប៉ុន្តែវាអាចនឹងដើរមិនសូវស្រួលបាទដោយសារក្នុង method នេះខ្ញុំភ្លេចដូរទៅជា manual បាទអញ្ចឹងมันវាដើរស្រួលណាស់បាទយើងសូម complete តែណាគឺដូរ method ពី
ពី metal ពី auto មក manual ព្រោះវាយើងដូរពី auto មក manual មានន័យថាយើងកំណត់ IP static តែបើយើងចង់កំណត់ជា dynamic ឲ្យវាទទួល IP ស្វ័យប្រវត្តិពី DHCP server អាហ្នឹងយើងដូរទៅជា auto វិញបាទអូខេយើង escape ចុច2 W ខ្ញុំធ្វើការ refresh ម្ដងទៀតព្រោះវាបើសិនមិញយើងអត់បានកែវាដើរក៏ដើរអត់ស្រួលដែរយើងហើយកែវាឲ្យគ្រប់គ្រងចូលម្ដងហើយលំពេញទៅ client ភាសាទៀតពេលនេះដើរស្រួលវិញបាទដូចមិញគឺដើរដាច់អូខេអញ្ចឹងការអនុវត្តរបស់យើងទទួលបានជោគជ័យអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូបង្រៀនមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ